ក្រដែលមិនគួរឲ្យអាណិតឬក្រដែលគេមើលងាយទី1ក្រឲ្យខ្ជិលអត់ស្ទុះស្ទាអត់ស្រវាស្រទិញអត់ចេញពីផ្ទះព្រឹកព្រលឹមដើម្បីទៅរកកិច្ចការងារធ្វើគិតតែពីរឿងដេកធ្វើកភើម៉ោង9ម៉ោង10ឬក៏ដេកដល់ថ្ងៃត្រង់មិនទាន់ក្រោកឡើងមិនទាន់លីខ្វែវចប់ឬក៏មិនទាន់ចេញដំណើរទៅរកផងបើខ្ជិលច្រអូសម្លឹងអសកម្មម្លឹងតើឲ្យទ្រព្យសម្បត្តិចូលមកតាមវិធីណាចូលមកតាមផ្លូវណាចូលមកតាមច្រកណាចូលមកតាមរបៀបណាហើយតើអ្នកណាដែលនឹងអាណិតអាសូរហើយតើអ្នកណាដែលនឹងមិនមើលងាយទី2ក្រឲ្យភ្លើតភ្លើនក្រឲ្យគិតតែពីរឿងដើរលេងស៊ីចាយសប្បាយរីករាយក្អាក់ក្អាយសើចកងៀងកកក្លែកក្លាក់គ្មានការគិតគូរវែងឆ្ងាយគ្មានការព្រួយបារម្ភគ្មានការខ្វល់ខ្វាយព្រួយបារម្ភគ្មានគំនិតគិតទុកទំនប់បំរុងអីសោះគិតតែពីរឿងសប្បាយលេះលោះភ្លើតភ្លើនមិនចេះចប់មិនចេះហើយប្រងើយកន្តើយចំពោះជីវភាពគ្រួសារឬក៏ប្រងើយកន្តើយចំពោះកិច្ចការងារទាំងឡាយទាំងពួងអ្នកខ្លះក្រទេប៉ុន្តែសប្បាយអជ្រើបជ្រួលនឹងភ្លេងនឹងភ្លើងជាងអ្នកមានទៅទៀតឲ្យគេអាណិតមិនកើតទី3ក្រឲ្យលេងល្បែងមួយថ្ងៃអត់គិតធ្វើអីទេគិតតែពីរឿងបៀអាប៉ោងខ្លាឃ្លោកជុលមន់ជុលត្រីក្រឹមកតុយលេខលាក់នឹងលាក់បើសិនជាក្រឲ្យគិតតែពីរឿងលេងល្បែងអញ្ចឹងបើសិនជាក្រឲ្យគិតតែពីរឿងល្បែងអញ្ចឹងគ្មានកំណើតទេជួយប្រមាណក៏មិនសល់ដែរជាការចាក់ស្ដែងគឺមានម៉ែឪខ្លះវក់លេងតែល្បែងនឹងពេញផ្ទះបញ្ជូនកូនមកធ្វើការនៅទីក្រុងដល់ខែមិនចង់តន់ទេទូរស័ព្ទឲ្យគ្នាផ្ញើលុយទៅឲ្យគ្នាមិនបានផ្ញើលុយទៅឲ្យខឹងជាមួយគ្នាទៀតហើយកុហកថាបន្តិចឈឺនេះបន្តិចឈឺនោះឬក៏មានបញ្ហានេះបញ្ហានោះប៉ុន្តែយកលុយកូនដែលខំរោនោះមកលេងល្បែងគ្នានោះខំរោមិនសល់ផ្ញើឲ្យម៉ែឪអ្នកខ្លះតម្រាំស៊ើបដឹងទៅគឺជាពាក់គេវាន់កបាត់ទៅហើយទី4ក្រឲ្យចចេះរឹងរស់និយាយមិនស្ដាប់ប្រាប់មិនធ្វើតាមតែការយល់ឃើញខ្លួនឯងធ្វើតាមតែភាពល្ងងខ្លៅខ្ជិលច្រអូសនិងសេចក្តីមានះខ្លួនឯងមនុស្សដែលមានការចេះដឹងហើយប្រសិនបើគាត់ផ្ដោតអារម្មណ៍ឬក៏ស្លង់ស្លោយក្នុងកិច្ចការងារខ្លួនឯងនោះមិនអីទេប៉ុន្តែនិយាយអំពីមនុស្សដែលមិនទាន់មានការចេះដឹងឬក៏ល្ងងខ្លៅនៅឡើយប៉ុន្តែចេះរឹងរស់ស្លង់ស្លោយនិងគំនិតខ្លួនឯងមិនស្ដាប់បង្គាប់ឬមិនស្ដាប់ការរាយរាប់ប្រាប់របស់អ្នកដទៃនោះដែលទៅធ្វើនាំឲ្យវិនិច្ឆ័យអន្តរាយខ្ទេចខ្ទីខ្ទាំអស់ទ្រព្យសម្បត្តិពីខ្លួនពីគ្រួសារនោះអញ្ចឹងការចេះរឹងរស់ទាំងងងឹតងងល់បែបនេះមិនគួរឲ្យអាណិតទេហើយបុគ្គលដែលមានចរិតលក្ខណៈបែបហ្នឹងគួរតែទម្លាក់ធ្មង់ខ្លួនឯងចោះនិងរៀនបើកគំនិតស្ដាប់អ្នកដទៃឲ្យបានច្រើនហើយយកមកត្រេះរិះពិចារណារហូតដល់ថាខ្លួនមានចំណេះដឹងគ្រប់គ្រាន់ដែលអាចចាប់ដើមធ្វើអ្វីមួយដោយមានភាពឯករាជ្យនិងមានការជឿជាក់លើខ្លួនឯងហើយពេលនោះក៏យើងមានហេតុផលក្នុងការបញ្យល់ទៅដល់អ្នកដទៃផងដែរកុំឲ្យគេយល់ច្រឡំចំពោះគំនិតរបស់យើងហើយនៅពេលដែលយើងចាប់ដើមធ្វើកិច្ចការងារទៅតាមគំនិតស្លង់របស់យើងអញ្ចឹងទៅគឺយើងអាចធ្វើបានជោគជ័យហើយទី5ក្រហើយធ្វើចរិតជាសេដ្ឋីអ្នកខ្លះក្រអត់មានលុយទេប៉ុន្តែធ្វើចរិតហ៊ឺហាហៃសូនិយាយចេញមកសុទ្ធតែជាភាសាកាលីបភាសាទំនើបហើយសម្លៀកបំពាក់ការតុបតែងខ្លួនវិញគឺថាដូចសេដ្ឋីអញ្ចឹងសម្លៀកបំពាក់ brand mark កាហ្វេ brand mark របស់របរប្រើប្រាស់ brand mark កន្លែងរស់នៅសុទ្ធតែទំនើបលយឆាយហើយមួយថ្ងៃអត់មានធ្វើអីទេក្រៅអំពីការថតបង្អួតតើណាក៏ថតបង្អួតតើណាក៏ថតបង្អួតដែរហើយបើសិនជានិយាយអំពីសម្ដីសម្ដៅវិញគឺថាសិតតែយកមេឃមកទ្រាំអង្គុយអ្នកចេះដឹងល្មមអ្នកប្រាជ្ញល្មមសិតផ្ងាជើងហើយអ្នកខ្លះទៀតឌីលម៉ែឪខ្លួនឯងទៀតមិនតន់សម័យចាស់កំរិលប៉ុន្តែខ្លួនឯងនឹងប្រហោងក្នុងទាំងសមត្ថភាពទាំងចំណេះជំនាញទាំងប្រាក់ចំណូលមុខរបរទ្រព្យសម្បត្តិគឺគ្មានទេយើងអាចគិតដូចជាសេដ្ឋីយើងអាចធ្វើដូចជាសេដ្ឋីតែកុំតាន់អាលធ្វើចរិតលយឆាយដោយសេដ្ឋីភ្លាមអីចាំដល់ពេលយើងមានប្រភពប្រាក់ចំណូលដែលកើតមកពីសមត្ថភាពពេញសិទ្ធពេញទីរបស់យើងសិនចាំយើងដើរលយឆាយធ្វើម៉េចក៏បានដែរកុំឲ្យតែប៉ះពាល់សិទ្ធសេរីភាពអ្នកដទៃទី6ក្រហើយគិតតែពីត្អូញត្អែធ្ងោចធ្ងររអ៊ូរទាំតើត្អូញត្អែធ្វើអីរអ៊ូរទាំធ្វើអីធ្ងន់ធ្ងរធ្វើអីចង់ឲ្យអ្នកដទៃជួយចង់ឲ្យអ្នកដទៃអាណិតអាសូរចង់ឲ្យអ្នកដទៃស្ងើចវិធីបែបនេះគ្មានប្រយោជន៍ទេហើយគេក៏មិនអាណិតអាសូរដែរហើយគេក៏មិនជួយដែរហើយគេមិនចង់នៅចិត្តនិងមិនចង់សហការក្នុងការរកស៊ីអ្វីផ្សេងៗទៀតផងការធ្ងន់ធ្ងរឬក៏ត្អូញត្អែហ្នឹង
វាគឺជាអរិយាបថមួយដែលបង្ហាញអំពីភាពទន់ខ្សោយមិនតស៊ូមិនរឹងប៉ឹងមិនមាំមួនហើយបណ្ដោយខ្លួនឲ្យទន់លលាក់លលាក់អត់មានស្មារតីភ្ញាក់រលឹកខិតខំប្រឹងប្រែងតស៊ូផ្ដោតអារម្មណ៍បឺតក្បាលទៅមុខអ្នកដទៃអាចធ្វើបានយើងក៏អាចធ្វើបានដូចតែគេដែរហើយមានរឿងខ្លះយើងអាចធ្វើបានល្អប្រសើរជាងគេផងហើយមានរឿងខ្លះគេធ្វើមិនបានក៏យើងនៅតែអាចធ្វើបានដែរវាសំខាន់ឲ្យតែយើងមានសរសៃប្រឹងពីខាងក្នុងចេញមកយើងគួរតែបិទមាត់នៃការត្អូញត្អែររបស់យើងទៅហើយបញ្ចេញធម្មពលរបស់យើងពីខាងក្នុងមកខិតខំប្រឹងប្រែងចាប់ដើមធ្វើអ្វីៗដូចគេដូចឯងចឹងទៅទី7ក្រហើយអន់ចរិតឬក៏អន់មាយាទអន់ចរិតអន់មាយាទហ្នឹងគឺមិនចេះទុកដាក់មិនចេះសន្សំចំចាយបានប្រាក់ចំណូលមកប្រមាណចាយប៉ុណ្ណឹងគេឲ្យមកប្រមាណចាយប៉ុណ្ណឹងគេជួយមកប្រមាណមិនដែលសន្សំមិនដែលសល់ជួបលើកណាក៏អស់ជួបលើកណាក៏អត់ហើយអាក្រក់ជាងនឹងទៅទៀតនោះគឺកើតមាននៅគំនិតពុតបិទកុហកបោកប្រាស់គេឬក៏ធ្វើអំពើទុច្ចរិតផ្សេងឬក៏បង្កើតរូបភាពបំភាន់ដើម្បីឲ្យគេច្រឡំថាក្រគួរឲ្យអាណិតឲ្យគេជួយជាការពិតទៅអ្នកក្រមិនមែនសុទ្ធតែអាក្រក់មិនមែនសុទ្ធតែអន់មិនមែនសុទ្ធតែខ្សោយទេហើយក៏មិនមែនសុទ្ធតែត្រូវមើលស្រាលឬក៏ត្រូវមើលងាយនោះទេអ្នកក្រខ្លះមានហេតុផលដែលគួរឲ្យអាណិតដែលគួរឲ្យជួយដែលគួរឲ្យលើកតម្កើងដែរប៉ុន្តែបើសិនជាក្រហើយមានអមដោយចំណុចទាំង7នេះក្រហើយខ្ជិលក្រហើយភ្លើតភ្លើនក្រហើយលបែងក្រហើយជជែករឿងរស់ក្រហើយហឺហាចរិតសទ្ធិក្រហើយត្អូញត្អែក្រហើយអន់ចរិតក្ររបៀបនេះគឺជាក្រដែលគេមិនអាណិតទេមានតែគេមើលងាយថែម